ដៅកាយរោគកង្ហារោគទឹកសម្រាប់ងូតមែនទេតែក្តៅចិត្តងូតទឹកក៏មិនបាត់ក្តៅដែរចឹងមែនទេហ្នឹងហើយក្តៅចិត្តគឺយកព្រះធម៌យកមករងាប់នៅក្នុងការដែលយើងត្រូវរងាប់នៅសេចក្តីក្រោធសេចក្តីក្រោធឬក៏ការខឹងសម្បាការខឹងក្រោធអភិធម្មហៅថាម៉េចញោមដាវីចិត្តអីគេចិត្តខឹងហ្នឹងហើយសាធុតោសៈចិត្តហ្នឹងគឺជាចិត្តមួយយ៉ាងដែលមានលក្ខណៈកើតឡើងហើយប្រទុះចំពោះអារម្មណ៍ពេលថាប្រទុះឬក៏មិនពេញចិត្តនៅក្នុងអារម្មណ៍គឺបានន័យថាកាលណាតែអារម្មណ៍ហ្នឹងវាមកប៉ះផ្ទុកជាមួយនឹងទ្វាទាំង6ហើយចិត្តហ្នឹងក៏កើតឡើងគឺវាដូចជាច្រាននៅអារម្មណ៍នឹងចេញអញ្ចឹងដូចយ៉ាងប្រៀបធៀបថាដូចជាច្រានអារម្មណ៍នឹងចេញអញ្ចឹងឧទាហរណ៍ថាយើងអត់ពេញចិត្តម្នាក់នឹងទេអញ្ចឹងណាយើងវាដូចជាថាអត់ពេញចិត្តនឹងម្នាក់នឹងទេស្រាប់តែដើរទៅជួបមុខគាត់ហ្នឹងតោសៈចិត្តកើតឡើងហ្នឹងមែនទេមិនពេញចិត្តនឹងគាត់ហ្នឹងខឹងគាត់ហ្នឹងអញ្ចឹងអាដែលចិត្តមួយដែលកើតឡើងវាដូចជាច្រាននៅរូបដែលកំពុងតែឃើញនឹងអញ្ចឹងតើបានហ្នឹងអញ្ចឹងលក្ខណៈរបស់តោសៈចិត្តវាមានសភាពអញ្ចឹងគឺថាកើតឡើងហើយបើយើងប្រៀបគឺដូចជាច្រាននៅរបស់នឹងចេញពីព្រោះធម្មតារបស់ដែលយើងមិនចូលចិត្តច្រានចេញឬក៏ទាញចូលញាតិញោមរបស់ដែលយើងមិនពេញចិត្តច្រានចេញឬក៏ទាញចូលញោមម៉ែច្រានចេញឬក៏ទាញចូលហ្នឹងហើយញោមម៉ែអត់ពេញចិត្តច្រានចេញឬក៏ទាញចូលហ្នឹងហើយមិនពេញចិត្តគឺច្រានចេញមហូបអាហារបើរបស់ហ្នឹងឬមិនត្រូវមាត់ច្រានចេញឬក៏ទាញយកមកដាក់មុខយើងញាតិញោមច្រានចេញឬក៏ទាញមកដាក់មុខហ្នឹងហើយបើនៅក្នុងមួយថាសហ្នឹងមានមហូប5មុខពេញចិត្តយើងមានតែមួយមុខគាត់មួយមុខហ្នឹងវានៅខាងនោះអាអត់ពេញចិត្តហ្នឹងវានៅខាងមុខយើងអញ្ចឹងអត់ពេញចិត្តត្រូវបបល់ចេញហ្នឹងមែនទេទាញអាពេញចិត្តហ្នឹងយកមកដាក់ពីមុខអញ្ចឹងមែនទេយ៉ាងណាលក្ខណៈរបស់តោសៈចិត្តដែលកើតឡើងគឺច្រានអារម្មណ៍ចេញគឺដូចជាកំពុងតែច្រានអារម្មណ៍ចេញដូចជាកំពុងមកក្តៅមិញក្តៅស្អុះស្អាប់ត្រូវការកង្ហាមែនទេឲ្យមានខ្យល់មកវាតិចអញ្ចឹងអាដែលយើងអង្គុយមិញពេលដែលមិនតាន់មានកង្ហាហ្នឹងណាធោកំពុងកើតឡើងគឺតោសៈចិត្តកើតឡើងច្រាននៅអារម្មណ៍នឹងចេញតន់បានច្រានចេញបានរត់ទៅរកកង្ហាយល់បានទេអញ្ចឹងគ្រាន់តែយើងអង្គុយមិញហ្នឹងណាហើយនៅអត់សុខហ្នឹងណាគឺតោសៈចិត្តកំពុងកើតឡើងតោសៈចិត្តជាកុសលឬក៏ជាអកុសលហើយអកុសលហ្នឹងកើតឡើងនៅវត្តឬនៅផ្ទះកើតមិញហ្នឹងនៅវត្តឬក៏នៅផ្ទះនៅវត្តអញ្ចឹងនៅវត្តកើតអកុសលបានដែរបានតន់បានទេអញ្ចឹងដូច្នេះនៅគ្រប់ទីកន្លែងគ្រប់ពេលវេលាគឺសុទ្ធតែមានធម៌កើតឡើងហ្នឹងសុទ្ធតែមានធម៌កើតឡើងមិនពេញចិត្តតោសៈចិត្តហ្នឹងកើតឡើងស្រឡាញ់ពេញចិត្តលោភៈចិត្តហ្នឹងកើតឡើងហ្នឹងទាំងអស់ហ្នឹងគឺសុទ្ធតែជាធម៌អកុសលជា
កុសលាធម្មាកើតឡើងកុសលជាកុសលាធម្មាកើតឡើងហើយកុសលាធម្មាអកុសលាធម្មាអព្យាកតាធម្មាយើងយកទៅធ្វើអីយកទៅធ្វើធោបាំងស្គលតែដល់ពេលយើងអត់រៀនយើងមានយល់ដែរអត់ទេដូច្នេះធោរបស់ព្រះសម្មាសម្ពុទ្ធគឺសតតែជាធោសម្រាប់រៀនឲ្យយល់ដឹងហើយគឺយកមកប្រតិបត្តិនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃហ្នឹងម្យ៉ាងវិញទៀតដើម្បីរងាប់នៅអាសេចក្តីខឹងក្រោធឬក៏ទោសៈចិត្តហ្នឹងគឺនៅក្នុងគម្ពីរវិសុទ្ធិមគ្គលោកបរៀនឲ្យធ្វើទៅតាមខន្តិវេទីតបោះខន្តិវេទីតបោះគឺស្ដេចកលាបកដែលជាតួអង្គរបស់ភិក្ខុទេវទត្តធ្វើអីខ្លះល្បីលើតតាបោះនឹងជាអ្នកមានប្រក្រតីពោលអំពីការអត់ធន់ពោលពីខន្តីឥឡូវយើងនឹងទៅជួបផ្ទាល់ហើយឲ្យគេធ្វើមិនខ្លះកាត់ច្រមុះកាត់ស្លឹកត្រចៀកកាត់ដៃកាត់ជើងហើយដោតនឹងតណោតទៀតនឹងគឺខន្តិវេទីតបោះព្រះបរមពោធិសត្វហើយលោកបញ្យលប្រាប់យើងថាឲ្យយើងយកខ្លួនយើងយកទៅប្រៀបធៀបជាមួយនឹងខន្តិវេទីតបោះថាណែប្រហែលខន្តិវេទីតបោះណាគេកាត់ដៃកាត់ជើងកាត់ស្លឹកត្រចៀកកាត់ច្រមុះអត់ទាំងខឹងក្រោធគេផងហើយចុះយើងអ្នកណាមកកាត់អីយើងឯនៅញាតិញោមអ្នកណាមកកាត់ច្រមុះយើងនៅអ្នកណាមកកាត់ស្លឹកត្រចៀកយើងនៅអត់ទេក៏ប៉ុន្តែគឺពាក្យសម្ដីរបស់អ្នកដតីនឹងឯងវាចូលដល់ត្រចៀកហើយចាក់ដល់បេះដូងតន់បានហើយដល់ពេលអត់បានយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងខន្តិវេទីតបោះនេះវិញអាពាក្យសម្ដីដែលចេញពីត្រចៀកមកចូលត្រចៀកមកខាងហើយអាចចេញពីត្រចៀកមកខាងហ្នឹងគឺអាចคล้ายទៅជាលំពេងចាក់ដល់បេះដូងឈឺឬក៏មិនឈឺព្រោះអីឈឺព្រោះតែឮពាក្យសម្ដីដែលខ្លួនឯងមិនពេញចិត្តតែដល់ពេលដែលយើងបានឮពាក្យទាំងអស់ហ្នឹងយើងរៀនអប់រំខ្លួនឯងថាណែនឹងធ្លាប់បានស្ដាប់រឿងខន្តិវេទីតបោះមកព្រះអង្គមានសេចក្តីអត់ធន់ក្រៃលែងជាទីបំផុតរហូតដល់គេកាត់អវយវៈអីប៉ុណ្ណាក៏ព្រះអង្គនៅតែមិនញ៉ាំងសេចក្តីក្រោធឲ្យកើតឡើងបានចុះឥឡូវនេះអាត្មាអញគ្មានអ្នកណាមកកាត់ដៃកាត់ជើងកាត់អវយវៈអីទាំងអស់គឺត្រឹមតែពាក្យសម្ដីដូច្នេះគឺអាត្មាអញក៏បីរងាប់សេចក្តីក្រោធនឹងឲ្យសាបសូន្យទៅយល់បានទេអញ្ចឹងហ្នឹងប៉ុន្តែមិនងាយទេណាខ្ញុំមេតហ្នឹងគឺត្រូវរៀនហើយនឹងហ្វឹកហាត់អប់រំមួយទៀតគឺនៅក្នុងគម្ពីរវិសុទ្ធិមគ្គហ្នឹងលោកឲ្យយើងប្រើសេចក្តីអត់ធន់នេះដំបូងគឺដូចជាអាកង់ឡានវាចិត្តផ្ទុះអញ្ចឹងពីព្រោះពីមុនមកតើខឹងវាធ្លាប់ចេញតាមមាត់មិនអញ្ចឹងហ្នឹងតើខឹងគឺដាក់តើខឹងគឺដាក់អាហ្នឹងដល់ដំបូងខឹងគឺចេញតាមមាត់ជួនកាលខឹងអាចចេញតាមដៃតាមជើងយល់ក៏ប៉ុន្តែដល់ពេលយើងប្រើសេចក្តីអត់ធន់ពោលគឺខន្តីនេះឯងគ្របសង្កត់នៅសេចក្តីក្រោធដំបូងពេលដែលយើងហ្វឹកហាត់ដំបូងគឺដូចជាកង់ឡានចិត្តផ្ទុះអញ្ចឹងតែបន្តិចទៀតគឺថាផ្ទុះចេញតាមមាត់ចេញតាមដៃចេញតាមជើងប៉ុន្តែយើងយកអីមកបិទគឺយកខន្តីគឺសេចក្តីអត់ធន់នឹងយកមកបិទយកមកគ្របសង្កត់តែដល់ពេលយើងហ្វឹកហាត់យូរទៅការដែលយើងទម្លាប់ពីមុនធ្លាប់តែចេញតាមមាត់ក្រោយមកទម្លាប់បានទៅលែងចេញតាមមាត់វានៅតែក្នុងចិត្ត
ដល់ពេលយូរទៅអាចិត្តរបស់យើងដែលធ្លាប់តែខ្លាំងហ្នឹងក៏ប្រែคลายមកជាតិចទៅយល់បានទេអញ្ចឹងព្រះសារីបុត្រអគ្គសាវកស្ដាំញាតិញោមមើលព្រះសារីបុត្រអគ្គសាវកស្ដាំកម្ពូលលើសភិក្ខុទាំងឡាយខាងផ្នែកមានបញ្ញាច្រើនតែលោកប្រៀបធៀបខ្លួនលោកដូចជាកណាត់ជូតជើងមានដៃចេះប្រកាន់ខ្លួនថាជូតបានតែអ្នកមានអ្នកក្រជូតអត់បានដែរឬក៏ជូតបានគ្រប់គ្នាលោកប្រៀបធៀបខ្លួនលោកដូចជាផែនដីដាក់របស់ល្អក៏បានដាក់របស់មិនល្អរបស់ស្មោកគ្រោកក៏បានយើងខាកយើងស្ដោះទៅលើណាស្ដោះទៅលើផែនដីហើយផែនដីហ្នឹងដែលចេះរអ៊ូរតំខឹងក្រោតថាទេដាក់តែរបស់ល្អមកបានហើយរបស់ល្អរបស់មិនល្អកុំដាក់មកដែលធ្វើអញ្ចឹងដែរអត់ទេព្រះសារីបុត្រហ្នឹងលោកប្រៀបធៀបខ្លួនលោកដូចជាផែនដីអញ្ចឹងលោកប្រៀបធៀបខ្លួនលោកដូចជាគោបាក់ស្នែងគោវានៅខ្លាំងពេលវានៅមានស្នែងមិនអញ្ចឹងណាគោជល់ណាមានស្នែងវែងវាអាងមាននេះវាឡើងមកដល់កហើយគឺវាអាងអីគឺអាងស្នែងហ្នឹងដើម្បីតយុទ្ធជាមួយនឹងអ្នកដទៃតែលោកប្រៀបធៀបខ្លួនលោកដូចជាគោបាក់ស្នែងដែលខ្លាចមិនហ៊ានជល់គេអញ្ចឹងយល់បានហើយដល់ពេលខ្លួនយើងតែប្រៀបធៀបដូចគោមានស្នែងគេនិយាយអីប៉ះមកបានដែរអត់ទេប៉ះមកគឺជួលហើយមិនអញ្ចឹងហ្នឹងប្រៀបធៀបខ្លួនយើងមិនមែនដូចផែនដីប៉ុន្តែដូចជាភាជនៈមាសអានឹងដាក់អីបានដាក់របស់មិនស្អាតបានដែរអត់ទេហ្នឹងប្រៀបខ្លួនយើងមិនមែនដូចកំរាលជូតជើងតែដូចជាព្រំដ៏មានតម្លៃអញ្ចឹងទុកឲ្យគេជូតជើងបានដែរអត់ទេដូច្នេះឯងដែលថាគេរឿងហ្នឹងគឺថាបន្តិចបន្តួចក៏ប៉ុន្តែដោយអាស្រ័យនឹងមាននេះគឺការលើកដំកើងខ្លួនយើងខ្ពស់នេះឯងទៅធ្វើឲ្យសេចក្តីខឹងក្រោធក្តីក៏កើតឡើងគំនុំគុំគួនក្តីក៏កើតឡើងអញ្ចឹងវិធីទី2គឺយើងត្រូវមានសេចក្តីអត់ធន់គ្របសង្កត់នៅសេចក្តីក្រោធហ្នឹងមិនឲ្យកើតឡើងតើបានទេចឹងហ្នឹងដំបងវាអាចបើថាមិនចាញ់តាមមាត់ក៏ចាញ់តាមទឹកមុខមិនអញ្ចឹងណាហ្នឹងតែយូរទៅគឺថាអាចគ្របសង្កត់បានហើយញាតិញោមតើកាលណាតែយើងរៀនហ្វឹកហាត់ខ្លួនឯងដល់ចំណុចនៃសេចក្តីសុខហ្នឹងទើបយើងយល់ពីគុណតម្លៃរបស់ធម៌នៃព្រះសម្មាសម្ពុទ្ធថាធម៌របស់ព្រះអង្គហ្នឹងពិតជាមានតម្លៃប៉ុណ្ណាហ្នឹងពិតជាមានតម្លៃប៉ុណ្ណាមានតម្លៃដែលយើងឃើញថាធម៌នឹងមានតម្លៃវាលុះត្រាណាតែយើងបានយកធម៌នឹងមកប្រតិបត្តិមកអប់រំហ្នឹងហើយយើងឃើញថាធម៌នឹងពិតជាផ្ដល់សេចក្តីសុខឲ្យយើងមែនតើតែយើងប្រព្រឹត្តធម៌តួយ៉ាងដូចជាព្រះធម៌ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងថាធម៌រមែងរក្សានៅអ្នកប្រព្រឹត្តធម៌ធម៌អត់រក្សាអ្នកដែលអត់ប្រព្រឹត្តធម៌ទេដូចយ៉ាងនៅក្នុងគម្ពីរពុទ្ធវង្សនៅក្នុងសុមេធៈពុទ្ធវង្សអញ្ចឹងគឺព្រះអង្គសម្ដែងថាកាលនោះព្រះអង្គទ្រង់នៅជាសុមេធៈតាបោះហើយព្រះអង្គទ្រង់នឹកពិចារណាថាការមានវដ្តសង្សារមានយ៉ាងណាផ្លូវនៃការរួចផុតពីវដ្តសង្សារគឺព្រះនិព្វានក៏មានហ្នឹងទុកមានផ្លូវដើម្បីរួចផុតចាកទុកក៏មានដូច្នេះអាត្មាអញក៏បីប្រព្រឹត្តនៅបារមីដើម្បីរួចផុតចាកទុកនេះហើយបានព្រះអង្គសម្ដែងថាបើបុគ្គលដែលស្រេកទឹកហើយមិនរក
ស្វែងរកទឹកស្រះដើម្បីបរិភោគទោសនោះមិនមែនជាទោសរបស់ស្រះទេតែជាទោសរបស់បុគ្គលនោះអញ្ចឹងមែនទេយ៉ាងណាបើសិនជាយើងមានសេចក្តីទុកកើតឡើងក៏បីរត់រកធោហ្នឹងហើយរត់រកធោរៀនធោអប់រំហ្នឹងឯងគឺជាបដិបទាដើម្បីរួចផុតចាកទុកបានសូមអនុមោទនាហ្នឹងហើយខ្ញុំកណាសម្ដែងពធប៉ុណ្ណេះញាតិញោមចាំស្ដាប់មេបូជាពេលល្ងាចសម្ដែងដោយព្រះវិសុទ្ធិវង្សបិជ្ជាហ្នឹងហើយអាត្មាភាពប៉ុណ្ណឹងចុះសរុបសេចក្តីនៃព្រះធម៌មកវិញដើម្បីឲ្យយើងបាននៅសេចក្តីសុខដ៏ពិតប្រាកដណាញាតិញោមគឺយើងត្រូវទី1ស្វែងយល់អំពីចិត្តរបស់ខ្លួនឯងអកុសលនឹងជាអីខ្លះឲ្យស្គាល់ច្បាស់ពីព្រោះអកុសលនឹងប្រៀបដូចជាចោរអញ្ចឹងយើងចាប់ចោរបានវាតល់តែយើងស្គាល់ដំណើររបស់ចោរច្បាស់ហើយនឹងស្គាល់ថាអ្នកណាជាចោរតើបានទេអញ្ចឹងបើយើងអត់ស្គាល់ថាអ្នកណាជាចោរទេយើងទៅរកចាប់ចោរបានដែរបើយើងអត់ស្គាល់ដំណើររបស់ចោរទេយើងទៅរកចាប់ចោរបានដែរអញ្ចឹងដើម្បីចាប់ចោរបានយើងត្រូវតែស្គាល់មុខច្បាស់ស្គាល់មុខចោរនឹងស្គាល់ឲ្យច្បាស់ហើយស្គាល់ដំណើរចោរនឹងគឺស្គាល់ដំណើររបស់ចោរនឹងឲ្យច្បាស់យ៉ាងណាអ្វីជាចោរគឺអកុសលចិត្តជាចោរលោភៈទោសៈនិងមោហៈអីគេជាលោភៈគឺការស្រឡាញ់ការជាប់ជំពាក់ការពេញចិត្តនៅក្នុងអារម្មណ៍ជាទីស្រឡាញ់ជាទីពេញចិត្តហៅថាអិដ្ឋារម្មណ៍ហ្នឹងញាតិញោមឃើញផ្កាស្អាតស្រឡាញ់ផ្កាស្រឡាញ់គ្រឿងកោបស្រឡាញ់របស់ស្អាតទាំងអស់ហ្នឹងហើយស្រឡាញ់ឲ្យជាប់ជំពាក់ហ្នឹងគឺជាលោភៈចិត្តហើយដល់ពេលយើងក៏អត់ស្គាល់ថានឹងជាលោភៈចិត្តទេយើងមានបំណងដើម្បីលះបង់លោភៈចិត្តនឹងដែរញាតិញោមបើអត់ស្គាល់ថានេះជាលោភៈចិត្តដែលគួរលះបង់ទេតើយើងមានគំនិតថានឹងចង់លះបង់វាដែរអត់ទេដូច្នេះតើឲ្យយើងស្គាល់ថានេះជាលោភៈចិត្តហើយវានឹងជាចោរអញ្ចឹងគួរតែកំចាត់ចេញគួរតែលះបង់ដោយអ្វីដែលព្រះអង្គទ្រង់សម្ដែងថាអកុសលជាធម៌គួរលះបង់កុសលជាធម៌គួរចម្រើនហើយមិនមែនឲ្យតែកម្មវិធីបន់សតតែកុសលកើតឡើងសតបន់កើតឡើងទេគឺយើងត្រូវតាមដានចិត្តរបស់យើងជានិច្ចនេះឯងជាគុណសម្បត្តិរបស់សតិដែលធ្វើការតាមដានចិត្តរបស់ខ្លួនឯងឲ្យបានរឿយកាលណាតែតាមដានចិត្តខ្លួនឯងរឿយប្រៀបដូចជាមានសន្តិសុខមួយនៅការពារផ្ទះសម្បែងរបស់យើងមិនឲ្យចោលចូលរួចចឹងយើងត្រូវតាមដានហើយតាមដានទៀតដើម្បីហ្វឹកហាត់ខ្លួនឯងឲ្យបានល្អហើយនឹងដល់នៅសេចក្តីសុខការសម្ដែងពធទេសនាក៏សន្មតថាចប់ត្រឹមតែប៉ុណ្ណេះឯងអេវ៉ាំងហ្នឹងបន្តទៀតនៅមានកម្មវិធីប្រកេនសម្ភារៈសិក្សាខ្លះមានយុធារីនៅណាទេ